កាត់កបាត់ក្រហមកម្ពុជាសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបបិទ្ធព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ថិតក្នុងឱកាសដ៏មហាអ្នកខិត្តរិទ្ធឧត្តមឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់72យាងចូល73ព្រះវស្សារបស់ព្រះករុណាថ្លៃវិសេសក្នុងនាមខ្ញុំម្ចាស់ផ្ទាល់និងគណៈកម្មាធិការកណ្ដាលព្រមទាំងមន្ត្រីបុគ្គលិកអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់សូមព្រះបរមរាជានុញ្ញាតលំអរកាយថ្វាយនៅព្រះរាជសព្វសាធុការពរជ័យបវរសួស្តីសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ព្រះកាយពលំមមួនព្រះបញ្ញាញាណភ្លឺថ្លានិងមានព្រះជន្មាទីខយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់ជាមហាមលុបដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រច្រកកោននិងភយោភាពតរៀងទៅក្នុងព្រះរាជពិធីចម្រើនព្រះជន្មវត្តនមង្គលដល់វិសេសវិសានេះខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នានៃកាកបាទក្រហមកម្ពុជាសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនៅព្រះរាជកតញ្ញូតាធម៌និងកតវិទិតាដ៏ជ្រាលជ្រៅបំផុតចំពោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គតែងតែលះបង់ប្រកាយពលគ្រប់ពេលវេលានិងព្រះរាជបញ្ញាដល់ភ្លឺថ្លាវៀងវៃបំពេញព្រះរាជពោធិសម្ភារៈយ៉ាងខ្ជាប់ខ្ជួនដើម្បីវឌ្ឍនភាពជាតិសាសនានិងប្រជានុរាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គខ្ញុំម្ចាស់និងសហការីនៃកាកបាទក្រហមកម្ពុជាសូមបដិញ្ញាដង្ហែតាមព្រះរាជលំអានមនុស្សធម៌ដល់ឧត្តមឧត្តមនៃព្រះបរមរូបព្រះករុណាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជានិងជាពិសេសនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងវរកាសដ៏ឧត្តមឧត្តមថ្លៃថ្លានេះខ្ញុំម្ចាស់និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់សូមលំអរកាយលើកហាត់ប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រះដេជបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោកនិងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គជាពិសេសទេវតាថែរក្សាឆ្នាំថ្មីសូមជួយអភិបាលប្រព្រំក្រុងរក្សាព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមស្ដេចទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះអង្គប្រោសព្រះរាជមេត្តាទទួលនៅអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតនិងកេរវៈភក្តីដ៏ស្មោះស្ម័គ្រពីទូព្រះបង្គំយើងខ្ញុំទាំងអស់គ្នាថ្ងៃច័ន្ទ100ខែពិសាខឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ក្រាបបង្គំទូលថ្វាយនៅរាជធានីភ្នំពេញថ្ងៃទី12ខែឧសភាឆ្នាំ2025ប្រធានហត្ថលេខានឹងត្រាសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន